បងជួយគិតខ្ញុំតិចថាខ្ញុំគួរធ្វើអីបន្តទៀតនៅធ្វើអីណាគឺធ្វើមកអីថាបើឡើងទៅផ្សារគឺខ្ញុំដេកគិតពីផ្ទះទៅនៅតែគិតមិនចាញ់រហូតទៅដល់ផ្សារបានស្លឹងចុះស្លឹងឡើងឃើញអីតាអារម្មណ៍ហ្នឹងវារៀងពិបាកបន្តិចវារៀងពិបាកមែនដោយសារតែយើងដឹងថាត្រូវធ្វើអីចឹងទៅដល់រៀងវាយូរវាឆ្ងាយពេលយូរផ្សារគិតមិនចាញ់ទេទៅដល់បានឃើញអីចឹងហើយក៏ទិញសាច់ជ្រូកបន្តិចហើយមានដូចជាផ្កាខាត់ណាម្ដងហើយនឹងសាច់ជ្រូកខ្ញុំទិញម្ដងខាំទៀតហើយអ្នកលក់ឡើងចាំមកបាយខ្លួនខ្ញុំទៅដល់គាត់កាត់សាច់ជ្រូកមកខាំឲ្យខ្ញុំហើយយើងនេះក៏ញ៉ាំតិចនៅគ្នាតិចនៅតែ2នាក់ហើយយើងទិញច្រើនណាស់មិនទិញច្រើនចំណាយលុយច្រើនហើយមួយទៀតយើងមានទូទឹកកកទេសអញ្ចឹងយើងទិញមួយថ្ងៃញ៉ាំខែត្រឡប់មកស្អីរឿងវិញគឺខ្ញុំបានឆាហ្នឹងខ្ញុំមិនដឹងហៅឆាអីហៅថាឆាបន្លែអញ្ចឹងទៅហើយចំពោះខាត់ណាជាទូទៅឲ្យតែខ្ញុំធ្វើខាត់ណាគឺខ្ញុំដឹងតែស្រោះវាសិនហើយឲ្យវាទន់ដោយសារតែវារឿងផ្លែឈើស្រោះហ្នឹងក៏ឆ្លៀតដាក់ប្រេងអូលីវដាក់ឲ្យវាទន់ណាហើយបន្លែយើងរៀបចំហើយអស់ហើយក៏ចាប់ផ្ដើមឆាសាច់ឆាបើនិយាយពីមីខ្ទឹមបារាំងខ្ញុំជួយចាត់ជាមួយមីខ្ទឹមបារាំងនឹងរហូតឲ្យតែធ្វើវាពេលណាគឺថាទឹកភ្នែកហូរពេលថាថ្ងៃហ្នឹងអត់សើអីដូចរដងដោយសារប្រហែលជាមកពីខ្ញុំហាន់វាលឿនដឹងបង